Un jour une histoire មួយថ្ងៃរឿងមួយកាលពីថ្ងៃទី21គឺរឿងលូវីស16ថ្ងៃទី22គឺរឿងជាមួយនឹងសម្ព័ន្ធភាពរវាងបារាំងនិងអាល្លឺម៉ង់ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ឆ្លប់ជាសត្រូវនឹងគ្នាតាំងពីសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ប៉ុន្តែនៅឆ្នាំ1963ថ្ងៃទី22ខែមករាអញ្ចឹងវាខួបឯណាថ្ងៃទី22ខែមករា1963 22 janvier 1963ថ្ងៃហ្នឹងគឺរវាង président បារាំងគឺលោក Charles de Gaulle le général Charles de Gaulle លោកអគ្គបញ្ជាការ Charles de Gaulle ដែលគាត់ខ្លាចជា président របស់ប្រទេសបារាំងនៅឆ្នាំនោះជាមួយនឹង chancelier បើយើងបកប្រែទៅរបៀបដូចជាប្រធានាធិបតីចឹងឯងប៉ុន្តែនៅអាល្លឺម៉ង់គេហៅ chancelier អញ្ចឹង chancelier អាល្លឺម៉ង់គឺឈ្មោះលោក Konrad Adenauer រវាងបារាំងនិងអាល្លឺម៉ង់បានចាប់ផ្ដើមសញ្ញេសន្ធិសញ្ញា un traité de l'Élysée គឺកន្លែងប៉ាឡេកន្លែងស្នាក់ការធំរបស់ président បារាំងនៅណាប៉ាឡេ de l'Élysée ដើម្បីចងសម្ព័ន្ធភាព reconciliation ផ្សះផ្សារួបរួមបន្ទាប់ពី décennies de conflit បន្ទាប់ពីមានចំនួនរយៈពេលច្រើនទសវត្សរ៍ décennies ទសវត្សរ៍ណាច្រើនទសវត្សរ៍មកគឺបង្កើតឲ្យមានការរួបរวมគ្នាដើម្បីសម្រួលនៅក្នុង relation internationale ការទំនាក់ទំនងអន្តរជាតិសម្រួលរវាង l'éducation ការអប់រំវិស័យអប់រំនិង aussi la défense នៅវិស័យការពារនៅក្នុងអឺរ៉ុបអញ្ចឹងបន្ទាប់ពីជាសត្រូវនឹងគ្នាហើយគេសញ្ញេសន្ធិសញ្ញាคล้ายទៅជាមិត្តរួមសហភាពអឺរ៉ុបរវាងបារាំងនិងអាល្លឺម៉ង់អញ្ចឹងសន្ធិសញ្ញាសញ្ញេនៅថ្ងៃទី22ខែមករាឆ្នាំ1963 Le nom ឈ្មោះរបស់សន្ធិសញ្ញាគឺ Le Traité de l'Élysée